បាទសូមជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃដែលខ្ញុំបាទមានធីមានคลิปវីដេអូចំណេះដឹងថ្មីចង់យកមកចែកម្លែកជូនទៅដល់បងប្អូនពីរបៀបបាញ់លុយពីគណនី ABA ចូលទៅក្នុង Pass App បងប្អូនបានដឹងហើយថាបើសិនជាបងចង់ធ្វើការបាញ់លុយបាទចូលទៅក្នុង Pass App គឺបានតែ3ទេឥឡូវនេះបាទមាន Pass App True Money ហើយនិង e-money បាទចំពោះបងប្អូនចង់ធ្វើការបាញ់លុយពីវិញចូលទៅក្នុង Pass App គឺបានផ្អាកជាបរិយាសន្នហើយណាបាទឥឡូវខ្ញុំសូមធ្វើការបែរកាមេរ៉ាដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃតែម្ដងបាទជាដំបូងខ្ញុំសូមចូលមក Pass App សិនដើម្បីទៅចូលឆែកមើលលេខទូរស័ព្ទហើយនឹងចំនួនទឹកប្រាក់ថានៅប្រមាណអីចឹងណាបាទពេលដែលចូលមក Pass App នឹងចេញមកដល់ទម្រង់បែបនេះព្រោះចឹងបងប្អូនបាទរកមើលបាទសញ្ញាបន្ទាត់ដេក3ដើមនៅខាងលើផុតខាងឆ្វេងដៃចុចបន្តចូលមកបាទរួចហើយបងប្អូននឹងឃើញលេខទូរស័ព្ទខ្លួនឯងនេះបាទអញ្ចឹងបើសិនបងប្អូនអត់ចង់ចាំទេបងប្អូនធ្វើការបាត់ទាញបាទប៊ិចกระดาษឬក៏សភៅធ្វើការកត់ទុកទៅរួចហើយមើលកាបូបនេះបាទលុយនៅប្រមាណអីចឹងណាបាទនេះបាទនៅ1000បាទ858បាទគេដាក់ថាកាបូបលុយនេះបាទអញ្ចឹងខ្ញុំធ្វើការបាទថយក្រោយខ្ញុំចូលមកបាទគណនី ABA បាទពេលដែលចូលមកក្នុងគណនី ABA បងប្អូនបាទចុចពាក្យថាបាទរកមើលពាក្យថាទូទាត់រួចហើយចុចចូលមកបាទបន្ទាប់ពីបងប្អូនចុចចូលក្នុងពាក្យថាទូទាត់ហើយតម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់នៅក្នុងគណនី ABA ដោយសារខ្ញុំបានបើកមុខងារ scan កញ្ចក់ដៃខ្ញុំសូមធ្វើការ scan កញ្ចក់ដៃផឹកមកស្មើនឹងចូលលេខកូដបាទ4ខ្ទង់ហើយបាទរួចហើយបងប្អូនធ្វើការ scroll ខាងក្រោមមកបាទរួចហើយបងប្អូនរាប់ពីជួរខាងក្រោមទៅវិញបាទទី1ទី2ទី3បងប្អូននឹងឃើញគេដាក់ថាថ្លៃសមាជិកនិងសេវាប្រចាំចុចតកចូលមកបាទរួចហើយបងប្អូនធ្វើការបាក់អស់ទៅរកមើលពាក្យថា Pass App បាទនេះគេដាក់ថា private ណាបងប្អូនបាទគេដាក់ថា Pass App បាទរួចហើយចុចតកចូលមកបាទមកដល់នេះបងប្អូនបាទវារត់ទៅអូតូបាទចូលទៅក្នុងគណនីបាទប្រាក់រៀលហើយបើសិនយកអត់មានបាទចំនួនប្រាក់រៀលទេបាទអត់មានលុយរៀលទេបងប្អូនចុច select យកប្រាក់ដុល្លារមកប៉ុន្តែដោយសារខ្ញុំមានប្រាក់រៀលអូខេបាទរួចហើយខ្ញុំធ្វើការបញ្ចូលបាទលេខទូរស័ព្ទរបស់ខ្ញុំតែម្ដងទៅហើយចង់ប្រាប់បងប្អូនថាបើសិនបងប្អូនចង់ធ្វើការបាញ់លុយឲ្យអ្នកដទៃក៏បានដែរគឺអត់មានបាទពិបាកទេបងប្អូនណាបាទរួចហើយធ្វើការបញ្ចូលតែម្ដងចំពោះវៀងគឺបានតែខ្លួនឯងទេប៉ុន្តែចំពោះគណនី ABA នេះគឺអត់អីទេបងប្អូនអាចធ្វើការបាញ់ឲ្យអ្នកដទៃបានបាទនេះបងប្អូនខ្ញុំធ្វើការបញ្ចូលលេខទូរស័ព្ទហើយរួចហើយបាទបងប្អូនចុចចំនួនទឹកប្រាក់ហ្នឹងមកបាទហើយបងប្អូនមើលខាងក្រោមនេះបាទអាចទូទាត់បានក្នុងចន្លោះពី4000រៀលបាទអញ្ចឹងមានច្រើនទេបងប្អូនបាទអញ្ចឹងសូមចុចតកចូលមករួចហើយខ្ញុំធ្វើការបាញ់4000រៀលអញ្ចឹងបងប្អូនអាចធ្វើការបាញ់ពី4000រៀលឡើងទៅណាបាទបងប្អូនបាញ់តិចចឹងគឺបានទេប៉ុន្តែបើសិនបងប្អូនបាញ់4000 5000ឬក៏6000 10000អីបាទអូខេណាបាទគឺបាញ់បានបាទរួចហើយបងប្អូនចុចពាក្យថាបង់ឥឡូវនេះបាទអានេះគេមានបញ្ជាក់ឈ្មោះដែរណាបាទមែនធីបាទមកដល់ចំណុចនេះបងប្អូនធ្វើការផ្ទៀងផ្ទាត់មើលនេះបាទលេខទូរស័ព្ទហើយនិងឈ្មោះនៅខាងលើហ្នឹងណាអញ្ចឹងបើសិនជាបងប្អូនផ្ទៀងផ្ទាត់ទៅថាបាទដូចជាមុនដូច Pass App យើងហើយបងប្អូនចុចពាក្យថាបាទបញ្ជាក់ហ្នឹងមកបាទឥឡូវខ្ញុំសូមធ្វើការចុចបញ្ជាក់ទៅដោយសារតែខ្ញុំផ្ទៀងផ្ទាត់មើលឃើញថាអូខេហើយត្រឹមត្រូវហើយបាទចុចបញ្ជាក់មករួចហើយតម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់នៅក្នុងគណនី ABA មកដល់ត្រង់នេះគឺលែងបើកមុខងារ scan កញ្ចក់ដៃហើយណាបាទខ្ញុំសូមធ្វើការបញ្ចូលបន្តិចបាទបងប្អូនខ្ញុំបានធ្វើការបញ្ចូលលេខកូដ4ខ្ទង់ហើយចំពោះបងប្អូនបាញ់លុយពីបាទគណនីវិញអធិស្ឋានគណនី ABA ទៅបាទ Pass App ហ្នឹងគឺលឿនមែនតើបងប្អូននេះគឺបានចូលដែរនេះ Pass App ទទួលបានបាទ4000រៀលរួចហើយចុចគណនីវិញបាទឥឡូវទៅមើលទឹកប្រាក់នៅក្នុងបាទ Pass App តើកើនអត់ប្រមាណមកដល់ចំណុចនេះបងប្អូនចុចតម្រងដដែលបាទបន្ទាប់ពី3ដើមបាទរួចហើយចុចពាក្យថាកាបូបលុយនេះបងប្អូននឹងឃើញបាទឡើងបានបាទ4000ថែមទៀតណាបាទទឹកប្រាក់មិញគឺមាន1000បាទ800បាទ58ឥឡូវគឺបាញ់4000ចូលមកគឺឡើងបាន5000បាទ858បាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុននឹងឃ្លីបពីបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមិនបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកប៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ